សូមជូនរឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នាកាលពីព្រេងនាយមានបរិសពីរនាក់នៅផ្ទះជិតគ្នាថ្ងៃមួយបរិសទាំងពីរនាក់នោះបបួលគ្នាទៅដាក់អន្ទាក់សត្វដល់ថ្ងៃរសៀលគងភ្នំក៏នាំគ្នាដើរចេញទៅលុះដល់ព្រៃជាកន្លែងដាក់អន្ទាក់បរិសទី1ថាខ្ញុំនឹងដាក់នៅគល់ឈើនេះត្បិតឈើនេះមានផ្លែយប់សត្វចំណាំតែមកស៊ីផ្លែឈើនេះបរិសទី2ឆ្លើយថាខ្ញុំក៏ចង់ដាក់កន្លែងនឹងដែរប៉ុន្តែឥឡូវបើអ្នកដាក់នៅគល់ឈើមានតែខ្ញុំដាក់នៅចុងឈើរួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សំដឹងនិយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើស្រេចហើយវិលមកផ្ទះវិញលាគ្នាទៅផ្ទះតែរៀងខ្លួនឯអ្នកដាក់អន្ទាក់នៅចុងឈើនោះលូវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថាតាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើង4ដាវនៅលើដីទេឥឡូវនេះអញដាក់នៅលើចុងឈើតើធ្វើម្ដេចនឹងបាំងសត្វដូច្នេះត្រួយអញរលឹកពីពេលមន់រងាវទៅមើលបើឃើញសត្វជាប់អន្ទាក់គេនៅដីអញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះហើយអញដោះយកសត្វទៅជូនលោកសុភាសេកបើវាមិនសុខចិត្តដូចម្ដេចមុខជាកាតក្តីគង់តែដល់សុភាសេកមិនខានសុភាសេកនឹងកាត់ក្តីឲ្យវាចាញ់ជាប្រកាសប្តីប្រពន្ធគិតគ្នាហើយដេកទៅដល់មន់រងាវរលឹកពីដីលុបមុខស៊ីស្លាហើយចេញពីផ្ទះដាវដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្តាន់មួយក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញលុះព្រឹកប្រហាមស្រាងឡើងអ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយឆ្លើយថាកុំរលាស់រលាងធ្វៃអន្ទាក់ខ្ញុំមិនសង្ឃឹមទេត្បិតនៅលើចុងឈើក្រែងតែអន្ទាក់ញាក់នៅដីនោះខ្ញុំមិនហ៊ានថាបើបានចែកគ្នាស៊ីផងពាក្យនេះជាពាក្យចំអោឲ្យអ្នកមួយត្បិតដឹងការមុនហើយអ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅលូដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថាណែមើលចុះមិនជឿខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវមើលរបស់អ្នកណាជាប់ហើយឡើងទៅដោះយកសัตว์ចុះមកនាំគ្នាវិលមកផ្ទះវិញក៏លាគ្នាទៅផ្ទះទៅរៀងខ្លួនឯចៅដែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថាខ្ញុំហើយនឹងចៅមួយនោះទៅដាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើអ្នកមួយនោះដាក់នៅចុងឈើខ្ញុំនេះជាមនុស្សវាក្តីនេះគង់តែដល់លោកដូច្នេះតាមតែលោកមេត្តារកស៊ីក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះទៅចោះខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខសុភាសេកបានសັດក្តាន់ហើយឆ្លើយថាឯងទៅរកស្លាមលូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញបង្គាប់ពីចឹងដែរបើវាមកមិនទាន់អញនឹងកាត់សេចក្តីឲ្យវាចាញ់បានដោយងាយឯងប្រញាប់ទៅចោះឯញាក់ដែលដាក់អន្ទាក់នៅគល់ឈើលំវិលមកផ្ទះហើយដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកក៏បង្គាប់សេចក្តីដោយបង្គាប់ចៅមុនលុះព្រឹកឡើងញាក់ដែលដាក់អន្ទាក់នៅលើចុងឈើក៏យកអីវ៉ាន់ទៅដល់មុនឯញាក់ដែលដាក់អន្ទាក់នៅដីដោយខ្លួនជាមនុស្សក្រលំបាកតោកយ៉ាកដើររកទិញអីវ៉ាន់ពុំបានពុំទាន់ភ័យក្រែងខ្លួនចាញ់គេហើយគេយកទោសផងក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទុនសាយសួរថាមានដំណើរអីបានជារត់ដូចនេះឈប់សិនចៅនោះឆ្លើយថាលោកអើយអាណិតដោះទុកខ្ញុំផងត្បិតខ្ញុំហើយនឹងអ្នកមួយទៅបាក់អន្ទាក់ផងគ្នាខ្ញុំដាក់នៅគល់ឈើគេដាក់នៅចុងឈើព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សัตว์ឃើញតែអន្ទាក់នៅលើចុងឈើជាប់ក្តាន់មួយខ្ញុំមិនសុខចិត្តបានយកសេចក្តីទៅប្តឹងសុភាសេកគេថាអ្នកណាយកអីវ៉ាន់ទៅដល់មុនអ្នកនោះឈ្នះហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផងសុភាទុនសាយឆ្លើយថាណៅឯគុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅចៅនោះក៏អលុះដល់ថ្ងៃរសៀលសុភាទុនសាយទៅដល់ផ្ទះសុភាសេកស្រែកសួរមកថាដូចម្ដេចក៏យូរម្លេះក្តីចាញ់គេហើយសុភាទុនសាយឆ្លើយថាយើងថ្ងាំបានជាយូរនេះពីព្រោះអាឡ័យតែមើលត្រីក្រាញ់ហាឡើងស៊ីស្លឹកអំពិលសុភាសេកថាពីជីដូនជីតាមកមិនដែលមាននរណាដែលឃើញដែលឮថាត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេសុភាទុនសាយឆ្លើយថា
ពីជីដូនជីតាពីម៉ែពីឪបង្កើតមកអ្នកណាដែលឃើញដែលឮថាអន្ទាក់នៅដីមិនជាប់សัตว์ទៅជាប់ឯអន្ទាក់នៅចុងឈើវិញហើយសัตว์ជើង4ផងដែលឮទេអស់អ្នកស្រុកនោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀតសុភាទុនសាយក៏កាសសេចក្ដីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះឯសុភាសេកដែលអង្គុយធ្វើជាសុភានោះក៏ខ្មាស់ដោយសារខ្លួនជាអ្នកលមប់ចំនួនសាច់ក្តាន់ក៏ស្ងៀមបាយមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលប់កណ្ដុល